សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីរបៀបឆុងតែគុជ3រសជាតិគឺរសជាតិត្រាវ strawberry និងត្រសក់ស្រូវសម្រាប់កែលេខ22ដូច្នេះគ្រឿងផ្សំគោលរបស់យើងនោះគឺជាប្រភេទម្សៅរសជាតិនឹងឯងដែលជាប្រភេទម្សៅរសជាតិរបស់ចិនមួយកញ្ចប់មានទម្ងន់1គីឡូមានដូចជារសជាតិ strawberry ត្រសក់ស្រូវនិងត្រាវគឺយើងមើលតែមតូចៗគេបិទឡើងហ្នឹងបងប្អូនជាមួយនឹងប្រភេទគុជឆ្អិនរសជាតិទឹកឃ្មុំដែលមួយកញ្ចប់មានទម្ងន់2គីឡូក្រោយយើងកាត់ម៉ត់ថង់គឺយើងអាចញ៉ាំបានហើយយើងអាចដាក់បានគ្រប់ភេសជ្ជៈឥឡូវនេះយើងក៏យកកែវចំនួន3មកដោយសារតែយើងឆុង3រសជាតិខុសៗគ្នាកែវទី1យើងឆុងជាមួយនឹងរសជាតិត្រាវចំនួន1ស្លាបព្រាកាត់កន្លះកែវទី2ដួសជាមួយនឹងម្សៅ strawberry ចំនួន1ស្លាបព្រាកាត់កន្លះដូចគ្នាដែរកែវទី3ប្រើជាមួយនឹងម្សៅត្រសក់ស្រូវចំនួនដូចគ្នាដែរសូមបញ្ជាក់ដែរថាប្រភេទម្សៅរសជាតិនេះគឺមានជាតិផ្អែមអញ្ចឹងកុំភ្លេចបន្ថយដោះគោខាប់តាមនឹងហើយប្រើជាមួយនឹងម្សៅទឹកដោះគោសាបម៉ាក់ហ្នឹងចំនួនកន្លះស្លាបព្រាក្រិតបន្តិចទៀតមកដើម្បីធ្វើឲ្យរសជាតិតែគុជរបស់យើងកាន់តែខ្ទិះឆ្ងាញ់ម្សៅទឹកដោះគោអត់មានជាតិផ្អែមណាបញ្ជាក់បងប្អូនបន្តមកប្រើទឹកក្តៅចំនួន100មីលីលីត្រដូចគ្នាទាំង3កែវរួចហើយយើងក៏កូរវាចូលគ្នាឲ្យវារលាយសព្វជាមួយនឹងទឹកក្តៅមកណាបងប្អូនដូចគ្នាអញ្ចឹងមកបន្តមកទៀតយើងក៏ប្រើជាមួយនឹងទឹកដោះគោខាប់ប្រើម៉ាក់ណាក៏បានដែរបងប្អូនចំនួន15ទៅ20មីលីលីត្របានហើយបងប្អូនដោយសារតែម្សៅរសជាតិរបស់យើងមានជាតិផ្អែមហើយអញ្ចឹងយើងបន្ថយដោះគោខាប់តាមហ្នឹងកាលណាយើងដាក់ច្រើនពេកវាផ្អែមតលន់ប៉ុន្តែជាតិផ្អែមហ្នឹងគឺស្រេចចិត្តបងប្អូនទេអត់កំណត់ទេអាចបន្ថែមបន្ថយបានតាមចំណូលចិត្តរៀងៗខ្លួនចំពោះជាតិផ្អែមបងប្អូនបន្តមកទៀតយើងក៏ប្រើជាមួយនឹងប្រភេទទឹកដោះគោស្រស់ចំនួន40មីលីលីត្រដូចគ្នាទាំង3កែវអញ្ចឹងមកចាក់អញ្ចឹងណារួចហើយយើងក៏កូរល្បាយតែរសជាតិរបស់យើងនឹងឲ្យវាចូលគ្នាល្អអញ្ចឹងមករួចហើយយើងក៏យកកែវក្លុកមកយើងក្លុករសជាតិត្រាវមុនចាក់ទឹកត្រាវចូលបន្ទាប់មកបិទក្រឡកាន់ឲ្យជាប់ក្លុកនៅពេលដែលយើងក្លុកធ្វើឲ្យរសជាតិរបស់យើងនឹងវាបែកចូលគ្នាកាន់តែឆ្ងាញ់បងប្អូនប៉ុន្តែសិនបងប្អូនអត់ចង់ក្លុកក៏បានដែរតែគាត់ថាយើងក្លុកវាបែកចូលជាតិឆ្ងាញ់ជាងអត់ក្លុកបងប្អូនកែវទី2គឺរសជាតិ strawberry ចាក់ចូលហើយក្លុកចឹងមកធ្វើឲ្យរសជាតិនឹងវាចូលគ្នាល្អក្លុកដូចគ្នាទាំង3កែវចឹងមកណាបងប្អូនហើយយើងកំពេញតកឲ្យពេញកែវមកកែវទី3គឺរសជាតិត្រសក់ស្រូវចាក់ចូលហើយក៏បន្តក្លុកដូចគ្នាអញ្ចឹងមកគឺក្លុកអត់យូរទេបងប្អូនក្លុកតែ2បិឆិតហ្នឹងគឺវាចូលជាតិបែកចូលគ្នាល្អហើយអញ្ចឹងយើងក៏ចាក់វាចូលកែវហើយយើងក៏បំពេញទឹកកកដាក់ពេញកែវមករួចហើយយើងក៏ដួសជាមួយនឹងប្រភេទគុជឆ្អិនទឹកឃ្មុំរបស់យើងដាក់មកបងប្អូនចង់ដាក់ជាប្រភេទគុជស្ងោរខ្លួនឯងក៏បានដែរស្រេចចិត្តណាគុជរបស់យើងដួសដាក់ដូចគ្នាទាំង3កែវហ្នឹងមករួចហើយយើងក៏ស្រោចបន្ថែមជាមួយនឹងទឹកដោះគោរាវខ្ទិះពីលើបន្តិចទៀតមកធ្វើឲ្យតែគុជរបស់យើងហ្នឹងកាន់តែខ្ទិះឆ្ងាញ់ឥឡូវនេះតែគុជ3រសជាតិរបស់យើងបានរួចរាល់ណាបងប្អូនជិះបងប្អូនមានចំណាប់អារម្មណ៍ចង់បានម្សៅតែគុជឬក៏សម្ភារៈកាហ្វេសម្ភារៈផ្សេងទៀតអាចឆាតចូល page របស់ខ្ញុំដាក់នៅខាងចុងវីដេអូបានណាអរគុណច្រើនបងប្អូនទាំងអស់គ្នា